ខាងក្រោយខ្ញុំនេះគឺទេសភាពមួយដកស្រស់បំប្រងគឺដែលប្រជាជនយើងហៅថានួយបាដែងដែលភាសាខ្មែរយើងហៅថាភ្នំយេម៉ៅដែលស្ថិតនៅក្នុងខេត្តតៃនិនបាទខ្មែរយើងនៅក្នុងខេត្តរងដំរីដូចជាបងប្អូនបានឃើញនៅទេសភាពមួយដែលភ្នំខ្ពស់ស្កឹមស្កៃអញ្ចឹងហើយកម្ពស់ភ្នំនេះប្រហែល986 ម៉ែត្រប្រហែលកម្ពស់របស់វាដូចជាបងប្អូនបានឃើញហើយនឹងគឺជាកន្លែងមួយដែលទេសភាពក៏ដូចជាអាចនាំទេសចរមកបានច្រើនសម្រាប់ការទស្សនាតាមដានក្នុងប្រទេសក្តីក្រៅប្រទេសក្តីជាច្រើនដើម្បីគេមកទស្សនានៅការកំសាន្តនៅកន្លែងភ្នំយេម៉ៅមួយនេះនឹងមិនមែនជាគ្រាន់តែជាភ្នំមួយដើម្បីទេសចរទេគឺគេអាចជឿថាមានភ្នំដែលទេសចរផងហើយនឹងមានការស័ក្តិសិទ្ធិអញ្ចឹងហើយមានការមកបន់ស្រន់អុជធូបផ្សំសងព្រេងអីជាច្រើននៅកន្លែងនេះហើយនឹងគឺជាហាងកាហ្វេដែលខ្ញុំកំពុងតែមកអង្គុយដើម្បីទស្សនាមើលសិនបន្តិចទៀតបងប្អូនយើងទាំងអស់គ្នាយើងនឹងចូលតាមដានទាំងអស់គ្នាយើងខ្ញុំនឹងឡើងទៅទីភ្នំតែម្ដងហើយដើម្បីធ្វើវីដេអូឲ្យបងប្អូនយើងបានឃើញទាំងអស់គ្នាអញ្ចឹងហើយបើបានមកដល់ហើយបងប្អូនយើងមើលបានមកដល់ហើយកុំភ្លេច like share ម្នាក់មួយដើម្បីទស្សនាតាមដានទាំងអស់គ្នាហើយដូចជាបងប្អូនខ្ញុំ review កន្លែងកាហ្វេនេះឲ្យបងប្អូនបានមើលបន្តិចហើយដូចជាបងប្អូនមើលឃើញនេះខាងនេះគឺគេរៀបចំស្អាតណាស់បងប្អូនណាគឺគេរៀបចំស្អាតណាខាងនេះជាដើមក្រមនេះហើយនឹងមានការសម្រាប់ឲ្យបងប្អូនយើងថតរូបថតអីទៀតជាច្រើននេះគឺមានទេសភាពដ៏ស្រស់ស្អាតមែនទេបងប្អូនបាទហើយនេះមើលខាងក្រមចំការខាងនេះគឺវាមានគេដាំដើមសួនហើយនឹងដើមទៀបណាបងប្អូនណាទៀបប្រាំងទៀបអីចឹងណានេះជាច្រើនដោយបងប្អូនបានមើលទៅខាងក្រមខាងនេះបាទដោយបងប្អូនយើងបានឃើញទេសភាពមួយដកស្រស់បំប្រងខាងក្រមចឹងណាមានដំណាំដាំដុះជាច្រើនហើយនឹងគឺជាកន្លែងសម្រាប់គេ selfie ថតរូបស្រស់ស្អាតអីចឹងណាបងប្អូនហើយដូចជាបងប្អូនមើលនេះគឺជាឈ្មោះនៃហាងកាហ្វេនឹងតែម្ដងបងប្អូនយើងចង់មកយើងដាក់ឈ្មោះហ្នឹងគឺវាចេញហើយកន្លែងទីតាំងហើយដូចបងប្អូនយើងបានមើលឃើញខាងក្រោយនេះហើយដូចជាបងប្អូនមើលទៅកំពូលភ្នំណាមើលទៅកំពូលភ្នំគឺមានលោកយាយកុងស្អ៊ីនដែលនៅលើដែលគេបានកសាងធំហើយនឹងយើងមើលទៅពីចម្ងាយគឺឃើញកាមេរ៉ាមែនជួយ zoom ឲ្យវាឃើញហើយបងប្អូនយើងបានឃើញនៅខាងលើខាងនោះហើយនោះមើលគឺជាផ្ទាំងថ្មណាបងប្អូនភ្នំថ្មភាគច្រើនគឺថ្មភ្នំហ្នឹងបាទអញ្ចឹងហើយយើងមកនេះវិញដូចខាងក្រុមកាហ្វេនេះគឺមានតូបបាទកាមេរ៉ាមែនមកហើយយើងចង់សម្រាកពេលថ្ងៃត្រង់អីចឹងនេះយើងមានអង្រឹងមានខាងហាងកាហ្វេមានខ្ទមសម្រាប់យើងសម្រាកអីចឹងណាបងប្អូនណាបាទបងប្អូននេះគឺជាហាងកាហ្វេដូចបងប្អូនយើងមើលមកចូលមកខាងក្នុងគឺយើងឃើញទលាយមែនទែនហាងកាហ្វេហ្នឹងបងប្អូនណាអាហ្នឹងគឺជានៅខាងក្រមបាទនៅខាងក្រមអំបញ្ញហ្នឹងពួកខ្ញុំនៅខាងលើហើយហ្នឹងនៅខាងក្រមខាងក្រមមើលមានទេសភាពកន្លែងកៅអីគេរៀបចំស្អាតណាស់ហើយនឹងខាងក្រមនេះសម្រាប់យើងសម្រាកមានរឹងមានអីគ្រប់សពបែបយ៉ាងល្អប្រសើរដែរយើងឃើញថាហាងរបស់គេគឺថាធំសម្បើមហើយនឹងល្អគួរសមដែរបងប្អូនណាហើយយើងអាចហូបចុកអីក៏បានមកនៅទីកន្លែងនេះដោយបងប្អូនមើលខាងហ្នឹងអញ្ចឹងណាហើយខាងក្រោយនោះគឺជាហាងកាហ្វេហើយមាញ់យើងខ្ញុំឡើងទៅខាងលើខាងនោះមាញ់ណាបាទអញ្ចឹងហើយជម្រាបលាបងប្អូនទាំងអស់គ្នាបាទហើយអញ្ចឹងហើយសូមអរគុណ